ខ្ញុំបានបញ្ចប់ការសិក្សានិងបានទទួលសញ្ញាបត្រ IEUK ពីចក្រភពអង់គ្លេសដែលមិនបានចំណាយលុយបង់សាលាសំបីតែ1រៀលហ្នឹងហើយអ្នកនរគ្នាចឹងអ្វីដែលខ្ញុំបាននិយាយមែនហ្នឹងគឺមិនមែនជាការនិយាយគ្រាន់តែតាក់ទាញចំណាប់អារម្មណ៍នៅដើមវីដេអូទេគឺវាជាការពិតអ្នកនរគ្នាខ្ញុំពិតជាបានរៀនចប់នៅ Spring ហើយនឹងអត់មានបានបង់ថ្លៃសាលាអីមែនចឹងរឿងគឺវាបែបនេះអ្នកនរគ្នាខ្ញុំបានទទួល voucher ពីមិត្តភ័ក្ដិខ្ញុំដែលគាត់ intern នៅ Spring ហ្នឹងគឺ voucher ហ្នឹងគឺបញ្ចុះតម្លៃ 100% សម្រាប់មួយ term ដំបូងចឹងមួយ term ដំបូងខ្ញុំរៀនហើយ term បន្ទាប់ខ្ញុំត្រូវបង់លុយឯអ្នកនរគ្នាប្រើបានតែមួយ term ឯងចឹងការដែលខ្ញុំធ្វើ test ដំបូងហ្នឹងគឺខ្ញុំបានចូល level 6ហើយចឹងនៅពេលខ្ញុំចូល level 7 8 9ដល់12ទៅគឺខ្ញុំត្រូវបង់លុយឯងខ្ញុំ free តែមួយ term ឯងចឹងអីដែលខ្ញុំត្រូវធ្វើគឺស្វែងរកអាហារូបករណ៍ដោយនៅក្នុង Spring ហ្នឹងគឺគេមួយ term គេមាន competition ម្ដងដើម្បីឲ្យយើងប្រកួតប្រជែង competition ហ្នឹងមាន presentation public speaking អីចឹងណាបើសិនជាយើងប្រកួតប្រជែងទៅយើងឈ្នះទទួលបានជ័យលាភីក្នុងចំណោមលេខ1លេខ2លេខ3អីចឹងនឹងទទួលបានមេដាយទឹកប្រាក់ហើយនិង scholarship 100% សម្រាប់ term បន្ទាប់ចឹងអីដែលខ្ញុំខំប្រឹងធ្វើមែនតើគឺខំប្រឹងធ្វើម៉េចប្រកួតឲ្យបានឈ្នះជ័យលាភីនៅក្នុង competition ទាំងអស់នោះដើម្បីខ្ញុំអាចបន្តដង្ហើមរៀននៅ Spring តទៀតពួកអីមួយ term ប្រហែលខ្ញុំអត់មានលុយបង់ទេអ្នកនរគ្នាខ្ញុំត្រូវបង់សកលបងអីផងចឹងដើម្បីអាចរៀនបន្តបានគឺត្រូវការឲ្យឈ្នះ competition ហ្នឹងដើម្បីបាន scholarship រៀនបន្តនឹងឯងអ្នកនរគ្នារាល់ competition នីមួយៗហ្នឹងគឺមាន trainer អ្នកនរគ្នាគឺមាន trainer teacher គាត់ចាំជួយបញ្យល់បង្ហាញអីចឹងណាអ្នកនរគ្នាចឹងចូលមកដល់ competition ដំបូងរបស់ខ្ញុំហ្នឹងគឺ presentation competition អ្នកនរគ្នាចឹងពេលហ្នឹងខ្ញុំត្រូវធ្វើ slide ខ្ញុំត្រូវឡើងធ្វើបទបង្ហាញនិយាយបកស្រាយនៅលើ slide របស់ខ្ញុំហ្នឹងហើយត្រូវមានការឆ្លើយសំណួរ Q&A នៅចុងក្រោយទៀតហើយពេលហ្នឹងគឺខ្ញុំធ្វើបានល្អមែនតើគឺទទួលបានចំណាត់ថ្នាក់លេខ3មេដាយសម្រិតហើយអញ្ចឹងខ្ញុំបានទទួល scholarship សម្រាប់ term ក្រោយមួយទៀតហើយនៅ term ក្រោយមួយទៀតគឺចាប់ដើមចូលដល់ public speaking ម្ដងអ្នកនរគ្នា public speaking ហ្នឹងគឺយើងអត់មាន slide ទេហ្នឹងគឺយើងឡើងទៅនិយាយអត់មាន slide មានអីទេគឺគ្រាន់ថាយើងនិយាយដើម្បី inspire ទៅ audience ដើម្បីគេជឿជាក់មកលើ topic របស់យើងបញ្ចុះបញ្ចូលគេយ៉ាងណាឲ្យគេស្ដាប់យើងហើយងាកមកមើលយើងនិយាយឲ្យល្អអញ្ចឹងណាអ្នកនរគ្នា public speaking ហ្នឹងអញ្ចឹងកាលនោះគឺខ្ញុំធ្វើបានល្អមែនតើគឺទទួលបានលេខ1គឺបានមេដាយមាសអ្នកនរគ្នាហើយនឹងទទួលបាន scholarship ម្ដងទៀតហើយចំពោះ term ក្រោយគឺគេមាន role play competition អ្នកនេះ role play ហ្នឹងគឺយើងត្រូវធ្វើម៉េចចាប់ជាក្រុមហើយដឹកនាំសម្ដែងរឿងណាមួយក៏បានឲ្យតែរឿងហ្នឹងនិយាយអង់គ្លេសហើយរឿងហ្នឹងគឺមានតម្លៃអប់រំឲ្យបានល្អមានការអប់រំមានអីចឹងណាអ្នកនេះពេលហ្នឹងខ្ញុំខំប្រឹងសម្ដែងធ្វើតួពីរផងអ្នកនេះមានតួកំឡោះស្រុកស្រែផងតួក្មេងស្ទាវបណ្ដាញសង្គមនៅភ្នំពេញផងអីផងចឹងហើយពេលហ្នឹងគឺក្រុមរបស់ខ្ញុំគឺធ្វើបានល្អមែនទែនទទួលបានលេខ1ទៀតហើយអ្នកនេះគឺមេដាយមាសហើយនឹងទទួលបាន scholarship ម្ដងទៀតហើយបន្តមកទៀត term ក្រោយមកទៀតក៏មាន debate competition ហ្នឹងហើយ debate ហ្នឹងគឺជាការតស៊ូមតិដែលមានប្រធានបទមួយហើយមានក្រុមស្របហើយនិងក្រុមប្រឆាំងត្រូវតតាំងគ្នាតតាំងហ្នឹងមិនឆ្លោះគ្នាជេរបចោលគ្នាទេអ្នកនរគ្នាគឺតតាំងដោយមានឯកសារយោងត្រឹមត្រូវក្នុងនាមជាសិស្សដែលប្រកួតគ្នាអញ្ចឹងណាអ្នកនរគ្នាហើយអ្នកណាគេលើកហេតុផលបានល្អជាងមានឯកសារយោងអីត្រឹមត្រូវទៀតគឺឈ្នះអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងពេលនោះខ្ញុំក៏ទទួលបានជ័យលាភីទៀតគឺបានមេដាយមាសលេខ1ទៀតនិងទទួលបាន scholarship សម្រាប់ term ក្រោយមួយទៀតបាទហើយចំពោះ competition ចុងក្រោយរបស់ខ្ញុំគឺ pitch talk competition អ្នកនរ pitch talk ហ្នឹងគឺគេឲ្យលើកពី product អីមួយរបស់យើងមកអាចជាសេវាកម្មក៏បានជាផលិតផលបានអីក៏បានធ្វើម៉េចយើងបញ្ចុះបញ្ចូលអ្នកមើលហ្នឹងយើងហ្នឹងដូចជា founder ឬក៏ CEO របស់ក្រុមហ៊ុនមួយហ្នឹងចឹងហើយយើងត្រូវបញ្យល់ទៅអ្នកមើលហ្នឹងថាតើមិនបានផលិតផលយើងល្អមិនអីចឹងណាអ្នកនិយាយទៅដូចយើងឡើងទៅ advertise ចឹងហ្នឹងអញ្ចឹងពេលហ្នឹងខ្ញុំក៏ធ្វើបានល្អដែរខ្ញុំបានទទួលមេដាយប្រាក់អ្នកនរគ្នាគឺជាប់ runner up ហើយខ្ញុំក៏ទទួលបាន scholarship ដែរពេលហ្នឹងបាទអរគុណច្រើនអ្នកនរគ្នា